នាងខ្ញុំឈ្មោះសំភងរៀនជាសិស្សថ្នាក់ទី4គោនៃសាលាអន្តរជាតិសន្តិភាពអ៊ីណេជាបឋមចំលំអរកាយគោរពជំរាបសួរសូមគោរពលោកចាំសម្បូរប្រធានការិយាល័យអប់រំយុវជននិងកីឡាក្រុងប៉ៃប៉ែតជាទីគោរពសូមគោរពលោកយងចេញអៀងនិងលោកស្រីច័ន្ទដាណែតម្ចាស់សាលាអន្តរជាតិសន្តិភាពអ៊ីណេជាទីគោរពសូមគោរពលោកនាយកគណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូនិងបុគ្គលិកគ្រប់ផ្នែកជាទីគោរពសូមគោរពបិតាបិតាអ្នកអាណាព្យាបាលសិស្សនិងភ្ញៀវកិត្តិយសជាទីគោរពសួស្តីសិស្សានុសិស្សមិត្តរួមសាលាជាទីមេត្រីនាឱកាសដ៏ពិសេសនេះនាងខ្ញុំមានសេចក្តីរំភើបរីករាយឥតឧបមានិងសូមអរគុណដល់គណៈគ្រប់គ្រងសាលាដែលបានផ្ដល់កិត្តិយសដល់នាងខ្ញុំជាតំណាងសិស្សានុសិស្សនៃសាលាអន្តរជាតិសន្តិភាពអ៊ីណេបានឡើងមានចំណាប់អារម្មណ៍ក្នុងកម្មវិធីនេះជាការពិតណាស់ប្រទេសជាតិមួយអាចរីកចម្រើនទៅបានល្អអាស្រ័យដោយប្រទេសនោះមានការអភិវឌ្ឍផ្នែកធនធានមនុស្សល្អៗមានយុវជនប្រកបដោយចំណេះដឹងនិងសមត្ថភាពខ្ពស់ពោលគឺយុវជនជាសសរទ្រូងយ៉ាងរឹងមាំរបស់ប្រទេសជាតិដូចនេះហើយដើម្បីបង្កើនធនធានមនុស្សប្រកបដោយគុណភាពសាលារៀនមានតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលចំណេះដឹងចំណេះធ្វើនិងអប់រំអរិយប័ត្រល្អសម្រាប់សិស្សានុសិស្សដែលជួយពំពាំងឲ្យក្លាយជាឫស្សីដ៏រឹងមាំនិងមានគុណភាពល្អឆ្លងតាមការសិក្សានិងទទួលបានការបណ្ដុះបណ្ដាលនៅសាលាអន្តរជាតិសន្តិភាពអ៊ីណេកន្លងមកនាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយករងលោកគ្រូអ្នកគ្រូដែលបានបង្ហាត់បង្រៀនសិស្សានុសិស្សយ៉ាងយកចិត្តទុកដាក់ប្រកបដោយប្រសិទ្ធភាពនិងគុណភាពទាំងចំណេះដឹងចំណេះធ្វើនិងអរិយាប័ត្រល្អៗដូចបច្ចុប្បន្ននេះដោយសារគណៈគ្រប់គ្រងសាលាបានយកចិត្តទុកដាក់រៀបចំកម្មវិធីសិក្សាស្របតាមកម្មវិធីរបស់ក្រសួងអប់រំយុវជននិងកីឡាមិនត្រឹមតែប៉ុណ្ណោះសាលាបានបន្ថែមកម្មវិធីថ្មីទៀតដូចជាទម្លាប់ល្អទាំង7របស់បុគ្គលឆ្នើមដែលជាកម្មវិធីមួយរបស់សហរដ្ឋអាមេរិកហើយត្រូវបានប្រើប្រាស់ជាង70ប្រទេសនិងជាង7,000សាលាទូទាំងពិភពលោកសាលានឹងដាក់ដំណើរការកម្មវិធីនេះចាប់ពីឆ្នាំសិក្សាថ្មី2025-2026នេះតទៅហើយកម្មវិធីនេះនឹងធ្វើឲ្យសាលារៀនអន្តរជាតិសន្តិភាពអ៊ីណេមានការអភិវឌ្ឍឡើងមួយកម្រិតទៀតដែលធ្វើឲ្យមានភាពងាយស្រួលដល់យើងខ្ញុំទាំងអស់គ្នាជាសិស្សអាចទទួលបានភាពជាអ្នកដឹកនាំសិក្សាធិការនិងវប្បធម៌ប្រកបដោយទំនុកចិត្តទាំងពេលបច្ចុប្បន្ននិងពេលអនាគតនាងខ្ញុំសូមថ្លែងអំណរគុណជាពិសេសចំពោះលោកប៉ាអ្នកម៉ាក់មេដាបិតាអ្នកអាណាព្យាបាលសិស្សទាំងអស់ដែលបានផ្ដល់លទ្ធភាពផ្គត់ផ្គង់គ្រប់បែបយ៉ាងទាំងកម្លាំងកាយនិងកម្លាំងចិត្តឲ្យកូនមានឱកាសទទួលបានការអប់រំក្នុងសាលារៀនល្អដោយបានបញ្ជូនកូនឲ្យមកសិក្សានៅសាលាអន្តរជាតិសន្តិភាពនេះជាសាលាដែលមានគុណភាពប្រសិទ្ធភាពឧត្តមភាពសិលធម៌គុណធម៌លោកគ្រូអ្នកគ្រូមានបច្ចេកទេសគរុកោសល្យមានចំណេះដឹងពិតប្រាកដមានបទពិសោធន៍ល្អបង្រៀនយូរឆ្នាំមានសិលធម៌ល្អមានទេពកោសល្យក្នុងការបង្រៀននិងមានមនសិការវិជ្ជាជីវៈគ្រូបង្រៀនខ្ពស់គណៈអធិបតីជាទីគោរពភ្ញៀវកិត្តិយសជាទីមេត្រីសិស្សានុសិស្សទាំងអស់ជាទីគោរពស្រឡាញ់ដើម្បីឲ្យយើងក្លាយជាសិស្សរៀនពូកែបានត្រូវមានកត្តាសំខាន់4យ៉ាងទី1កត្តាសាលារៀនទី2កត្តាគ្រួសារទី3កត្តាសង្គមនិងទី4គឺកត្តាខ្លួនឯងដែលជាកត្តាដ៏សំខាន់បំផុតទោះបីជាមានការជួយជ្រោមជ្រែងពីសាលារៀនមានលោកគ្រូអ្នកគ្រូមេដាបិតាឬអ្នកអាណាព្យាបាលសង្គមជាតិយ៉ាងណាក៏ដោយប្រសិនបើខ្លួនយើងមិនយកចិត្តទុកដាក់ខិតខំរៀនសូត្រនោះទេគឺនឹងមិនទទួលបានចំណេះដឹងល្អដែលអាចក្លាយជាសិស្សពូកែបានឡើយដើម្បីលើកទឹកចិត្តដល់សិស្សមានការព្យាយាមខិតខំរៀនសូត្រឲ្យក្លាយជាសិស្សពូកែបានលទ្ធផលល្អមានចំណាត់ថ្នាក់ពីលេខ1ដល់លេខ5នោះសាលារៀនអន្តរជាតិសន្តិភាពអ៊ីណេមានគោលការណ៍ផ្ដល់ជូននូវអាហារូបករណ៍បានសរសើរនិងរង្វាន់ផ្សេងៗទៀតជាក់ស្ដែងដូចក្នុងកម្មវិធីនាថ្ងៃនេះដែលមានការអញ្ជើញចូលរួមអបអរសាទរយ៉ាងអធិកអធមក្រៃលែងយើងខ្ញុំសូមបដិញ្ញាចិត្តថាគ្រប់វិន័យប័ណ្ណបញ្ជាផ្ទៃក្នុងរបស់សាលាឲ្យបានល្អប្រសើរខិតខំរៀនសូត្រដើម្បីឲ្យបានជាសិស្សពូកែបន្តទៀតមិនប្រើប្រាស់និងជួញដូរគ្រឿងញៀនជាដាច់ខាតហើយសូមឆ្លើយថាទេចំពោះគ្រឿងញៀនមិនចូលរួមសហការជាមួយក្រុមក្មេងទំនើងក្រុមបងទួចបងធំឡើយមិនធ្វើឲ្យលោកប៉ាអ្នកម៉ាក់លោកគ្រូអ្នកគ្រូខកបំណងនិងអស់សង្ឃឹមឡើយធ្វើជាកូនល្អមិត្តល្អសិស្សល្អពលរដ្ឋល្អខំបង្កើនសមត្ថភាពឲ្យក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់គ្រួសារនិងសង្គមជាតិស្របតាមពាក្យស្លោកមួយឃ្លាថា
រៀនដើម្បីអភិវឌ្ឍខ្លួនឯងគ្រួសារនិងសង្គមជាតិជាទីបញ្ចប់នាងខ្ញុំសូមគោរពថ្លែងអំណរគុណជាថ្មីម្ដងទៀតចំពោះគណៈធិបតីថ្នាក់ដឹកនាំគណៈគ្រប់គ្រងលោកសាលាលោកគ្រូអ្នកគ្រូមេត្តាបិតាអាណាព្យាបាលនិងសិស្សានុសិស្សទាំងអស់និងគ្រប់ជូនពរសូមជួបប្រទះនូវសេចក្តីសុខសេចក្តីចម្រើនសុភមង្គលនិងជោគជ័យគ្រប់ភារកិច្ចសូមគោរពអរគុណ